វៀតណាមបានខ្លាយជាប្រទេសដំបូងគេនៅក្នុងអាស៊ានដែលបានចាប់ផ្ដើមបញ្ចូលមុខវិជ្ជាបញ្ញាសិប្បនិម្មិតឬ AI ទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិរបស់ខ្លួនចាប់ពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12យោងតាមកាសែត VN Express ចេញផ្សាយនៅថ្ងៃទី1ខែធ្នូឆ្នាំ2025ការសាកល្បងបង្រៀន AI នឹងចាប់ផ្ដើមពីខែឧសភាឆ្នាំ2026នៅតាមសាលារដ្ឋមួយចំនួនមុននឹងពង្រីកទៅដល់គ្រប់សាលានៅទូទាំងប្រទេសនៅឆ្នាំសិក្សាបន្ទាប់ទៀតមេរៀនពី AI នឹងត្រូវបានរៀបចំឡើងស្របទៅតាមអាយុនិងការអភិវឌ្ឍការយល់ដឹងរបស់សិស្សដោយចែកទៅជា3កម្រិតសម្រាប់បឋមសិក្សាសិស្សវៀតណាមនឹងរៀន AI តាមរយៈកម្មវិធីសាមញ្ញដោយផ្អែកទៅលើរូបភាពនិងសំឡេងហើយក៏មានបញ្ជ្រាបពីវិធីការពារទិន្នន័យផ្ទាល់ខ្លួនផងដែរសិស្សមធ្យមសិក្សានឹងរៀនពីទិន្នន័យក្បួនដោះស្រាយបញ្ហានិងការគ្រប់គ្រងហានិភ័យពួកគេក៏នឹងប្រើប្រាស់ឧបករណ៍ AI ដើម្បីគ្រប់គ្រងកិច្ចការសាលានិងកំណត់អត្តសញ្ញាណណាដែល AI អាចបង្កបញ្ហាឬក៏ក្លែងព័ត៌មានមិនពិតនៅកម្រិតវិទ្យាល័យសិស្សនឹងផ្ដោតទៅលើការរចនាប្រព័ន្ធ AI ការអភិវឌ្ឍជំនាញដោះស្រាយបញ្ហាកម្រិតខ្ពស់និងអាជីពបច្ចេកវិទ្យាដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារគ្រូបង្រៀនក៏នឹងទទួលបានការបណ្ដុះបណ្ដាលអំពីឧបករណ៍ជំនួយដោយ AI សម្រាប់ការគ្រប់គ្រងថ្នាក់រៀនការរៀបចំផែនការមេរៀននិងការវិយតម្លៃប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្កើនគុណភាពអប់រំគួរបញ្ជាក់ថានៅទូទាំងអាស៊ានប្រទេសជាច្រើនកំពុងពិសោធន៍ការអប់រំដោយប្រើ AI ក្នុងនោះរួមទាំងប្រទេសសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងថៃផងដែរក៏ប៉ុន្តែគ្មានប្រទេសណាមួយបានដាក់ឲ្យដំណើរការកម្មវិធីសិក្សា AI ពេញលេញនិងមានរចនាសម្ព័ន្ធគ្របដណ្ដប់គ្រប់ថ្នាក់ដោយវៀតណាមនៅឡើយទេ